មកអ្នកណាខ្លះចូលចិត្តលេងព្រិលតកក៏ប៉ុន្តែខ្លាចល្ងាហើយអ្នកខ្លះទៀតតែអ្នកសួរថាបើខ្ញុំខ្លាចល្ងាអញ្ចឹងខ្ញុំអាចទៅលេងព្រិលតកបានអត់ហើយអ្វីដែលសំខាន់ហ្នឹងថ្ងៃនេះខ្ញុំនឹងធ្វើការចម្លែកបទពិសោធន៍តាក់ទងជាមួយនឹងបញ្ហាព្រិលតកការទៅលេងប្រទេសដែលមានភាពត្រជាក់ដែលវាខុសប្លែកពីប្រទេសយើងអញ្ចឹងណាហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍ខ្ញុំសម្រាប់ថានៅពេលដែលខ្ញុំមកប្រទេសត្រជាក់ដំបូងណាហើយនេះគឺជាវីដេអូនៅក្នុងសាលារបស់ខ្ញុំដែលខ្ញុំកំពុងតែសិក្សាប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងតែម្ដងហើយបើនិយាយរួមទៅខ្ញុំមិនខុសពីបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តព្រិលក៏ប៉ុន្តែខ្លាចភាពត្រជាក់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកតាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងថាយើងអាចនឹងធ្វើការដោះស្រាយវាបានដោយរបៀបណាអញ្ចឹងណាចឹងកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាជាមួយនឹងខ្ញុំទាំងអស់គ្នាបានសួស្តីទាំងអស់គ្នាថ្ងៃនេះនៅពេលកាន់ថ្ងៃទី15វេលាម៉ោងប្រហែលជា4ជាងនេះជាព្រិលលើកទី2នៅក្នុងទីក្រុងប៉េកាំងតាមពិតទៅត្រឡប់បទពិសោធន៍ខ្ញុំណាការធ្លាក់ព្រិលសេតកគឺវាអត់ជាបញ្ហាgìមកនេះយល់ទៅនៅពេលដែលកាលខ្ញុំនៅខ្មែរនេះនៅក្នុងសាលាខ្ញុំតែប៉ុន្តែនៅពេលដែលខ្ញុំនៅខ្មែរខ្ញុំជាមនុស្សអ្នកដែលតែងតែខ្លាចល្ងាខ្លាចអីចឹងណាខ្លាចល្ងាខ្លាចអីចឹងទៅប៉ុន្តែនៅពេលដែលនិយមទៅនៅខ្មែរនៅពេលដែលល្ងាគឺខ្ញុំអត់ចូលជាងក្រៅអញនិយាយថាខ្ញុំជួបនៅតែខ្លាចជាខ្លាំងផុតអីចឹងណាប៉ុន្តែនៅពេលដែលខ្ញុំមកដល់ពេលកាំងគឺវាផ្លាស់ប្ដូរក្នុងយើងថាតែប៉ុន្តែព្រិលឬក៏ផ្លែតកហ្នឹងវាអត់សូវតិចអីប្រហែលនេះបើមិនជាយើងធ្វើការពាក់ខោក្រាស់បើមិនយើងធ្វើការពាក់ខោក្រាស់ពាក់អីចឹងទៅវាអត់មានជាបញ្ហាអីសម្រាប់យើងអីប្រហែលនេះហើយណាមួយទៀតបើមិនជាយើងអត់ទិញក្រៅយើងនៅបន្ទប់អាហ្នឹងក៏វាអាចជួយយើងមិនដែរក៏តែណាមួយទៀតតែពេលយើងចេញក្រៅគឺយើងត្រូវតែដើរបើយើងអាចនៅមកកន្លែងបានអញ្ចឹងព្រោះបើមិនជានៅមកកន្លែងវាអាចធ្វើយើងតិចហើយចាក់ព្រិលនេះវាអត់មានអីគាត់ថាវាធ្វើយើងតិចប៉ុន្តែអ្វីដែលយើងគួរប្រកាសសម្រាប់អ្នកដែលមិនធ្លាប់ជួបប្រទះខាងបញ្ហាព្រិលទៅពេលដែលចេញក្រៅចេញអីគឺយើងត្រូវតែពាក់ម៉ាស់ពាក់អីចឹងទៅចំណុចយើងត្រូវពាក់ម៉ាស់ពាក់អីចឹងណាហើយមួយទៀតយើងមានអាប្រភពតិចខ្លុំអីចឹងហ៎តែពេលចឹងវាអត់ធ្វើយើងតិចប្រហែលនេះទៅបងប្អូនឯងនេះនៅស្នូហើយជាងនេះផងដែរតាក់ទងជាមួយនឹងស្រោមជើងស្រោមអីហ្នឹងគឺយើងពាក់ឲ្យតែក្រាស់ទៅនិយមទៅទោះបីជាចង់ដក10ដល់20អង្សាមិនក៏ដោយនិយមទៅគឺវាអត់មានភេទជ្ជៈអីបានថាវាត្រជាក់ស្រួលខ្លួនអីចឹងណាហើយព្រិលនេះព្រិលធ្លាក់ជាមួយវាជាមួយទឹកភ្លៀងអីចឹងណាតែទៅយ៉ាងនិយាយមុននឹងអញ្ចឹងព្រិលនេះគឺបើអ្នកដែលគាត់អត់ដែរជួបក្នុងប្រទេសអាភេទជ្ជៈហ្នឹងតែប៉ុតទៅព្រិលនេះវាអត់ត្រជាក់ប្រហែលនេះបើសិនជាយើងដូចខ្ញុំចឹងយើងពាក់អាវក្រាស់ទៅហើយខោអីចឹងទៅវាអត់មាននេះទេគាត់ថាវារៀងតិចយើងនឹងវាដូចឈឺហើយតើទៅមួយបញ្ហាមួយទៀតបើសិនជាបងប្អូនមកប្រទេសដែលមានភេទជ្ជៈនិយាយទៅនៅពេលដែលយើងចេញក្រៅគឺយើងត្រូវតែបិទមុខយើងឲ្យជិតតែម្ដងពីព្រោះអីបើសិនជាយើងអត់បិទមុខទេអត់មានអីឃ្លុំតិចយើងទេពោគឺនៅពេលដែលភេទជ្ជៈចូលមកនិយាយទៅគឺវាអាចបណ្ដាលយើងឈឺសួតឬក៏ស្ពឹកតិចស្ពឹកអីចឹងណាតើតជាមួយស្រោមដៃហ្នឹងក៏ដូចគ្នាយើងត្រូវតែមានស្រោមដៃពាក់មានអីដើម្បីការពារចឹងណាពីព្រោះអីនៅពេលដែលភេទជ្ជៈខ្លាំងពេកយើងអត់មានពាក់អីការពារគឺដៃយើងគឺសូម្បីចុចទូរស័ព្ទហ្នឹងក៏អត់កើតដែរហើយនេះគឺជាវិធីធួដែលអ្នកដែលធៀមមកលេងប្រទេសត្រជាក់ឬក៏អ្នកដែលមានបំណងចង់មកលេងកម្សាន្តអីចឹងណាហើយវីដេអូនេះគឺមានប៉ុណ្្នឹងឯងសូមអរគុណច្រើនសូមជម្រាបលា